លុយ1000វាមិនច្រើនទេប៉ុន្តែនៅពេលដែលយើងធ្វើអីមួយបញ្ញាក្រមគេវាមានអារម្មណ៍ថាវាអត់សុបាយចិត្តយើងរកស៊ីអីក៏ដោយយើងចាញ់ក្រាបគេឬក៏យើងកាឡាក្រមគេតាម100លុយខ្មែរក៏យើងមានអារម្មណ៍ថាយើងស្ដាយដែរអញ្ចឹងដូចជារឿងមួយហ្នឹងខ្ញុំនិយាយពីតម្លៃនៃការសាំងវិញខ្ញុំអត់តនិយាយពីបុគ្គលិកទេណាបងប្អូននៅពេលដែលយើងទៅចាក់សាំងគេមិនមានបកគោលមួយដាក់ផ្លាកហើយគេមិនមានកំណត់តម្លៃសាំងស៊ុបប៉ែតម្លៃម៉ានសាំងធម្មតាតម្លៃម៉ានមកសុទ្ធតម្លៃម៉ានក្នុង1លីត្រអញ្ចឹងគេមានរាយតម្លៃតារាងជាលុយខ្មែរនៅពេលដែលយើងជាភ្ញៀវទៅចាក់សាំងចាក់ជាដុល្លារយើងតែនិយាយថាបងចាក់$10មកបងចាក់$20មកនៅពេលដែលយើងនិយាយឲ្យគេចាក់ជាដុល្លារនៅពេលដែលយើងឲ្យលុយខ្មែរទៅគេគិតកតុយអាហ្នឹងវាជារឿងត្រឹមត្រូវស្ដាប់ឡើងនឹងឲ្យច្បាស់បងប្អូនយើងជាអ្នកចាក់សាំងយើងជាជាភ្ញៀវហើយពួកគាត់គឺជាម្ចាស់កាសាំងនៅពេលដែលយើងទៅចាក់ក្នុងនាមយើងជាភ្ញៀវទៅចាក់យើងឲ្យគាត់ចាក់ជាដុល្លារ$10ឬ$20តែយើងឲ្យលុយខ្មែរទៅគាត់គិតកតុយអាហ្នឹងវាជារឿងត្រឹមត្រូវហើយព្រោះយើងបានប្រាប់ទៅគេឲ្យចាក់ជាដុល្លារនៅពេលដែលយើងឲ្យលុយខ្មែរទៅគេគិតកតុយវាជារឿងត្រឹមត្រូវតែបើយើងទៅចាក់សាំងយើងប្រាប់បុគ្គលិកចាក់សាំងថាអូនចាក់10លីត្រឬ20លីត្រគាត់ត្រូវតែគុណជាលុយខ្មែរព្រោះប្រើពាក្យថាចាក់លីត្រអាហ្នឹងគេគិតលុយខ្មែរក្នុង1លីត្រប្រហែលដូចថា3500យើងចាក់10លីត្រវា35000អាហ្នឹងយើងគិតអញ្ចឹងអាហ្នឹងអត់ត្រូវគិតកតុយមកយើងទេមកអត់ត្រូវគិតកតុយទៅភ្ញៀវទេទៅអតិថិជនទេដោយសារអតិថិជនមិនមែនចាក់ជាដុល្លារអតិថិជនចាក់ជាលីត្រអញ្ចឹងយើងត្រូវគុណយកអាចំនួនដែលគាត់ចាក់ថាប្រហែលថា50លីត្រហ្នឹងគុណនឹងតម្លៃ3500ឧទាហរណ៍អញ្ចឹងអញ្ចឹងយើងឃើញលុយហ្នឹងហើយតែបើសិនជាបុគ្គលិកហ្នឹងគេចាក់ជាលីត្រហើយស្រាប់តែគាត់យកដុល្លារយកមកគុណចាញ់ឲ្យគាត់គិតកតុយអាហ្នឹងគាត់ខុសលុយប៉ុណ្ណឹងវាអត់ច្រើនទេតែវាធ្វើឲ្យមានទម្លាប់មួយអាក្រក់ហើយបើសិនជាលុយហ្នឹងបានទៅលើបុគ្គលិកហ្នឹងមានឈ្មោះថាជាបុគ្គលិកខិលខូចដែលធ្វើការនៅក្នុងក្រុមហ៊ុនតែមានការកេងប្រវ័ញ្ចទៅលើភ្ញៀវនឹងបើសិនជាមិនមែនជាគោលការណ៍ផនក្រាសាំងតែបើជាគោលការណ៍ក្រាសាំងថាអូនណៃពេលដែលភ្ញៀវមកចាក់សាំងមិនថាចាក់ជាដុល្លារឬចាក់ជាខ្មែរត្រូវតែគិតកតុយអាហ្នឹងក្រុមហ៊ុនខូចលុយ1000ហ្នឹងអត់បានដល់ដៃបុគ្គលិកទេវាត្រូវបានដល់ដៃក្រុមហ៊ុនអញ្ចឹងណាអាហ្នឹងវារឿងពីរផ្សេងគ្នាទៀតណាបងប្អូនអញ្ចឹងវិភាគកន្លែងហ្នឹងឲ្យច្បាស់ហើយមួយទៀតយើងថាលុយប៉ុណ្ណឹងសោះឲ្យគាត់ទៅអាណិតគាត់បងប្អូនកំពុងតែគ្រប់គ្រងឲ្យមនុស្សធ្វើរឿងដែលអត់ត្រឹមត្រូវតែខ្ញុំនិយាយថាធ្វើរឿងអត់ត្រឹមត្រូវចំម្នាក់1000 10នាក់ម៉ាន100នាក់ម៉ានហើយវាទៅជាទម្លាប់មួយមនុស្សចេះរកស៊ីមានអាកំណត់ខិលខូចអាកំណត់កែងប្រវ័ញ្ចកតុយហ្នឹងអញ្ចឹងវាមិនច្រើនទេក្នុងការលុយ1000ហ្នឹងប៉ុន្តែវាអត់ត្រឹមត្រូវអាហ្នឹងខ្ញុំនិយាយមែនណាវាអត់ត្រឹមត្រូវវាត្រូវតែមានការសួរឲ្យហេតុអីនៅពេលដែលយើងជាភ្ញៀវនេះចាក់ជាលីត្រមិនក៏មិនគុណលុយជាលីត្របែរជាគុណលុយឲ្យគិតកតុយបើយើងប្រាប់គាត់ឲ្យចាក់ជាដុល្លារអាហ្នឹងបានត្រូវគាត់គិតកតុយហើយរឿងហ្នឹងវាពាក់ព័ន្ធជាមួយនឹងបុគ្គលិកហើយនឹងម្ចាស់ក្រាសាំងវិញដោយសារបើសិនជាគោលការណ៍ម្ចាស់ក្រាសាំងធ្វើអញ្ចឹងមែនបុគ្គលិកហ្នឹងគ្នាអត់បានលុយកតុយ1000ហ្នឹងទេអាលុយហ្នឹងវាបានទៅម្ចាស់ក្រុមហ៊ុនក្រាសាំងនោះតកែនោះអញ្ចឹងបងប្អូនថាលុយ1000សោះឲ្យគាត់ទៅបងប្អូនមិនមែនឲ្យទៅបុគ្គលិកហ្នឹងណាបងប្អូនបានឲ្យទៅតកែបើសិនជាគោលការណ៍តកែហ្នឹងធ្វើបែបហ្នឹងមែនតែបើសិនជាគោលការណ៍តកែហ្នឹងអត់ធ្វើបែបហ្នឹងទេបុគ្គលិកហ្នឹងណាគឺមានការខលខូចធ្វើការហេតុអីត្រូវមកគិតកតុយពីភ្ញៀវវាអត់ត្រូវយើងធ្វើការទទួលស្គាល់ថាយើងអ្នកដែលធ្វើការយើងជាអ្នកអត់អ្នកពិបាកឯងក៏មិនមែនគាត់ថាអ្នកដែលជីឡានគាត់មានជាងអ្នកធ្វើការហ្នឹងដែរគាត់ក៏ពេលខ្លះគាត់ធ្វើការឯគេគាត់បងលុះឡានឬអីដូចគ្នាគ្មានអ្នកណាមានជាងអ្នកណាទេបើគាត់ថាអ្នកជីឡានហ្នឹងសិតតែអ្នកមានទេហើយលុយ1000 2000ហ្នឹងវាមិនច្រើនទេតែពេលខ្លះអា1000ហ្នឹងក៏អត់មាននៅក្នុងខ្លួនដែរណាហើយអាពេលខ្លះយើងឲ្យទៅអ្នកសុំទានឬក៏ឲ្យអីអាហ្នឹងយើងដឹងថាយើងធ្វើបុណ្យតែអានេះមិនមែនធ្វើបុណ្យទេវាលក្ខណៈថាខ្សែលើមិនដឹងថាម្ចាស់ការសាំងហ្នឹងខ្សែលើឬក៏បុគ្គលិកដែលធ្វើការនៅកន្លែងហ្នឹងខ្សែលើអញ្ចឹងកន្លែងហ្នឹងបងប្អូនបែងចែកឲ្យដាច់បាញ់ចែកឲ្យដាច់កុំអាលេងនិយាយថាអើយលុយ1000សោះអើយលុយ1000សោះហើយចុះបើយើងអត់មានការប្រតិកម្ម1000 10នាក់20នាក់មួយថ្ងៃចាក់សាំងមួយនាក់អត់កើតទេណាបងប្អូនអានេះយើងគ្រាន់តែជាការប្រាប់គ្នាទៅវិញទៅមកវាអត់ត្រូវធ្វើអញ្ចឹងណាហើយក៏និយាយថាសម័យស្អីតិចថតថោបើអត់មានការផុសហ្នឹងអត់ដឹងទេថាក្នុងនឹងមានបុគ្គលិកនៅក្នុងនឹងមានអ្នកដែលគាត់ខលខូចអញ្ចឹងទីមួយបើសិនជាគោលការណ៍ក្រុមហ៊ុនហ្មងអាហ្នឹងតកែអ្នកខូចតែបើសិនជាមិនមែនជាគោលការណ៍ក្រុមហ៊ុនបុគ្គលិកហ្នឹងអ្នកធ្វើខ្លួនឯងតកែនោះគ្នាអត់ដឹងរឿងទេគ្នាដឹងរឿងថាអូបុគ្គលិករបស់យើងវាមានបុគ្គលិកខូចអញ្ចឹងភ្ញៀវចាក់លុយខ្មែរសោះគិតលុយខ្មែរធ្វើឲ្យម្ចាស់ការ៉ាសាំងហ្នឹងបាត់ភ្ញៀវដោយអត់ដឹងខ្លួនណាព្រោះអីចាក់ឲ្យវាទៅលើកត្រីឈប់ចូលចាក់អញ្ចឹងវាធ្វើឲ្យម្ចាស់អាជីវកម្មឬក៏ម្ចាស់ការ៉ាសាំងបាត់ភ្ញៀវដោយអត់ដឹងខ្លួនឯស្អីវាមានបុគ្គលិកខលខូចអញ្ចឹងបងប្អូនមកបានឲ្យឈប់កាន់ជើងអ្នកខូចទៅខ្ញុំមិនដឹងថាក្នុងសាច់រឿងហ្នឹងបុគ្គលិកនឹងអ្នកខូចឬក៏គោលការណ៍របស់ក្រុមហ៊ុនការ៉ាសាំងហ្នឹងគេដាក់មកអញ្ចឹងឯងអញ្ចឹងអត់ដឹងថាពីរហ្នឹងអ្នកណាអ្នកខូចឲ្យប្រកាសទេតែជនរងគ្រោះពិតប្រាកដគឺជាអ្នកចាក់សាំងគឺជាម្ចាស់ឡានបានអីខ្ញុំនិយាយថាជាជនរងគ្រោះពួកអីគាត់ចាក់ជាលីត្រខ្ញុំស្ដាប់វីដេអូគាត់ថាគាត់ចាក់50លីត្រអញ្ចឹងយើងគុណទៅយើងគុណយកអាលុយលីត្រហ្នឹង1លីត្រប្រហែលហ្នឹងគុណជាមួយនឹង50លីត្រឲ្យគាត់ទៅជាលុយខ្មែរទៅយើងអត់ត្រូវមកគិតកតុយគាត់ទេវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងហើយទទួលយកការជេរពួកអីខ្ញុំជឿថាខ្ញុំចេញវីដេអូទៅនឹងប្រកាសជាមានអ្នកជេរហើយ